ទីបំផុតអ៊ុយក្រែនយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពហើយក្រោយរុស្ស៊ីបើកការវាយប្រហារកាន់តែខ្លាំងលើក្រុងគៀវនៅពេលដែលផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកស្ថិតនៅក្នុងដំណើរការទៅមុខក៏ស្រាប់តែរុស្ស៊ីនិងអ៊ុយក្រែនបានផ្លោងនិងបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកពេញមួយយប់លើទីក្រុងគៀវរបស់អ៊ុយក្រែនដោយបានសម្លាប់មនុស្ស7នាក់ការវាយប្រហារកាន់តែខ្លាំងឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានទុកពេលឲ្យអ៊ុយក្រែនត្រឹមថ្ងៃទី27វិច្ឆិកា2025ឲ្យទទួលយកផែនការសន្តិភាពរបស់អាមេរិកពលគឺចំថ្ងៃបុណ្យ Thanksgiving របស់អាមេរិកអ៊ុយក្រែនបានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីហើយនេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025ទោះបីជាយ៉ាងណាសេចក្តីថ្លែងការណ៍នេះហាក់ដើរលឿនជាងចំហផ្លូវការរបស់អ៊ុយក្រែនលោក Rustem Umerov លេខាធិការសន្តិសុខជាតិអ៊ុយក្រែនបានបញ្ជាក់ថាគណៈប្រតិភូគ្រាន់តែឈានដល់ការយល់ដឹងរួមលើលក្ខខណ្ឌស្នូលប៉ុណ្ណោះហើយអ៊ុយក្រែនទន្ទឹងរង់ចាំដំណើរទស្សនកិច្ចរបស់លោក Zelensky ទៅកាន់អាមេរិកដើម្បីបញ្ចប់ជំហានចុងក្រោយជាមួយលោកត្រាំជាមួយគ្នានេះដែរប្រធានាធិបតី Volodymyr Zelensky បានមានប្រសាសន៍កាលពីថ្ងៃអង្គារទី25ខែវិច្ឆិកាឆ្នាំ2025ថាអ៊ុយក្រែនត្រៀមខ្លួនជាស្រេចក្នុងការជំរុញក្របខ័ណ្ឌដែលគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីនិងពិភាក្សាចំណុចចម្រូងចម្រាសដែលនៅសេសសល់ដោយផ្ទាល់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ខណៈទទូចថាសម្ព័ន្ធមិត្តអឺរ៉ុបត្រូវតែចូលរួមលោក Zelensky បាននិយាយថាយើងត្រៀមខ្លួនជាស្រេចដើម្បីបោះជំហានទៅមុខជាមួយគ្នាជាមួយសហរដ្ឋអាមេរិកតាមរយៈការចូលរួមផ្ទាល់របស់ប្រធានាធិបតីត្រាំទោះបីជាយ៉ាងណាក៏ដោយលោកបានប្រមានថាការសម្រេចចិត្តផ្នែកសន្តិសុខត្រូវតែរាប់បញ្ចូលទាំងអ៊ុយក្រែននិងអឺរ៉ុបទីក្រុងគៀវនិង Washington នៅតែមានការបែកបាក់គ្នាលើផ្នែកខ្លះនៃសំណើរបស់លោកត្រាំដែលបានបង្កឲ្យមានការព្រួយបារម្ភថាអ៊ុយក្រែនអាចនឹងត្រូវបានដាក់សម្ពាធឲ្យទទួលយកលក្ខខណ្ឌដែលរុស្ស៊ីមានប្រៀបជាងរួមទាំងការធ្វើសម្បទានទឹកដីលោកបានរៀបរាប់ថាអ៊ុយក្រែននឹងមិនក្លាយជាឧបសគ្គដល់សន្តិភាពឡើយដោយបន្ថែមថាទីក្រុងគៀវត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបានដើម្បីឆ្ពោះទៅរកដំណោះស្រាយប្រកបដោយសេចក្តីថ្លៃថ្នូរសំណើរបស់សហរដ្ឋអាមេរិកបានអំពាវនាវឲ្យអ៊ុយក្រែនលះបង់ទឹកដីនៅក្នុងតំបន់ Donetsk, Luhansk និង Crimea បង្កកសកម្មភាពជួរមុខបច្ចុប្បន្ននៅក្នុងតំបន់ Kherson និង Zaporizhzhia កាត់បន្ថយយោធារបស់ខ្លួនមកត្រឹម600,000នាក់និងបដិញ្ញាចិត្តមិនចូលរួមជាមួយអង្គការ NATO ដែលជាលក្ខខណ្ឌដែលទីក្រុងគៀវបានច្រានចោលជាយូរមកហើយផែនការនេះក៏បានគូបញ្ជាក់អំពីជំហរសម្រាប់ការបញ្ចូលរុស្ស៊ីឡើងវិញទៅក្នុងសេដ្ឋកិច្ចពិភពលោករួមទាំងការលើកលែងទណ្ឌកម្មនិងការស្ដារទម្រង់ GX ឡើងវិញ